នេះជាកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមចាបងប្អូនស្ត្រីលោកអ្នកកំពុងតែនៅជាមួយនឹងកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមមេរៀនព្រលឹងវិញ្ញាណរបស់យើងនៅថ្ងៃនេះនិយាយអំពីហេតុអ្វីគ្រីស្ទបរិស័ទគួរតែរៀបការជាមួយនឹងគ្រីស្ទបរិស័ទដូចគ្នាបាទបងប្អូនស្ត្រីសូមស្វាគមន៍សាជាថ្មីមកកាន់កម្មវិធីរបស់យើងចាបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាយើងគួរតែធ្វើការងារដ៏លំបាកជាចាំបាច់ដើម្បីស្វែងយល់ពីមូលហេតុអ្វីដែលព្រះគម្ពីរបានទូន្មានយើងដែលជាគ្រីស្ទានមិនឲ្យរៀបការជាមួយអ្នកដែលមិនមែនជាគ្រីស្ទាននៅក្នុងដំណើរការនេះយើងនឹងឃើញនៅចក្ខុវិស័យដ៏ស្រស់ស្អាតនៃជីវិតអាពាហ៍ពិពាហ៍ដែលថ្វាយសិរីល្អដល់ព្រះគឺជាចក្ខុវិស័យដែលគ្រីស្ទានកំពុងស្វែងរកជីវិតអាពាហ៍ពិពាហ៍អាចចង់បានលើសពីការខឹងសម្បារបាទបងប្អូនស្ត្រីឥឡូវនេះយើងនឹងពិចារណានៅចំណុចទី1គឺការរួបរวมនៃសហភាពដូចគ្នានឹងសំណួរធំជាច្រើននៅក្នុងជីវិតចម្លើយទៅកាន់សំណួរសួរថាហេតុអ្វីគ្រីស្ទានមិនគួររៀបការជាមួយអ្នកមិនជឿគឺមានឫសគល់តាំងពីនៅក្នុងសួនច្បារអេដែនមកម្លេះនៅពេលដែលគេសួរព្រះយេស៊ូវសំណួរជាក់លាក់មួយអំពីអាពាហ៍ពិពាហ៍នៅក្នុងកានព្រះគម្ពីរម៉ាកុសជំពូក10ខ2តើមនុស្សប្រុសមានច្បាប់ដែលនឹងលែងប្រពន្ធបានឬមិនបានគឺទ្រង់បានចាប់ផ្ដើមឆ្លើយដោយការទាញត្រឡប់ទៅអតីតកាលការរចនាជីវិតអាពាហ៍ពិពាហ៍តាំងពីដំបូងបានបញ្ជាក់នៅចម្លើយរបស់អង្គព្រះយេស៊ូវដែលយើងម្នាក់គួរអនុវត្តនៅក្នុងបច្ចុប្បន្នកាលនេះហើយសេចក្តីពិតគឺត្រូវតែដូចគ្នាមកកាន់យើងផងដែរចាបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាកាលពីដើមដំបូងឡើយចំណុចកំពូលនៃការបង្កើតរបស់ព្រះគឺមនុស្សបុរសនិងស្ត្រីគឺជាស្នាមព្រះហស្ថតែមួយគត់ដែលត្រូវបានបង្កើតឲ្យបានដូចជារូបអង្គទ្រង់គឺបងប្អូនអាចឃើញនៅក្នុងព្រះគម្ពីរលោកុបាទជំពូក1ខ27បើកមួយទំព័របន្ទាប់នោះលោកអ្នកនឹងឃើញថានាងអេវ៉ាត្រូវបានពណ៌នាថាជាការបង្កើតចេញពីលោកអាដាមព្រះអង្គក៏បាននាំនាងមកកាន់លោកអាដាមហើយពួកគេបានចាក់ចូលយ៉ាងណែននៅក្នុងការរួបរวมគ្នាជាសាច់តែមួយគឺនៅក្នុងព្រះគម្ពីរលោកុបាទជំពូក2ខ22ដល់ខ24បាទបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាយើងគួរគិតអំពីការរួមគ្នាជាសាច់តែមួយនេះថាវាមិនដូចជាកាយឡើយតែដូចជាការផ្សារភ្ជាប់ទៅវិញយើងពិចារណាអំពីបុរសម្នាក់នៅពេលដែលគាត់ស្ថិតនៅក្នុងហាងអគារទំនិញរបស់គាត់ហើយគាត់ចង់បានចំណងដ៏រឹងមាំរវាងឈើពីរនោះគាត់នឹងប្រើកាវនៅចំណុចភ្ជាប់កាវបានដើរតួជាភ្នាក់ងារយ៉ាងមានឥទ្ធិពលក្នុងការតភ្ជាប់របស់ទាំងពីរនោះជាមួយគ្នាប៉ុន្តែនៅទីបំផុតរបស់ទាំងពីរនៅតែជារបស់ពីរដដែលទោះបីជាយ៉ាងណាក៏ដោយអស់លោកអ្នកបងប្អូនក៏នៅក្នុងការងារលោហៈធាតុការផ្សារគឺជាការធ្វើឲ្យរបស់ពីរចូលគ្នាដោយការរំលាយចូលគ្នានៃមុខដំណរលោហៈទាំងពីរបានចូលគ្នាដោយការរំលាយហើយចាប់ផ្ដើមរលាយហូរចូលគ្នារហូតដល់អាចបង្កើតរបស់មួយថ្មីចេញពីវត្ថុពីរចូលគ្នានោះហើយវាក៏បានបង្កើតឲ្យមានចំណងរឹងមាំជាងវត្ថុស្អិតធម្មតាលោហៈធាតុបានលះបង់ភាពដើមរបស់វាដើម្បីคล้ายជារបស់មួយថ្មីហើយខុសប្លែកពីមុនចាត្រូវបងប្អូនស្ត្រីស្រដៀងគ្នានេះដែរជីវិតអាពាហ៍ពិពាហ៍គឺមិនមែនគ្រាន់តែជាបុរសនិងស្ត្រីរស់នៅជាប់ជាមួយគ្នាតាមរយៈកិច្ចសន្យាដែលធ្វើឡើងដោយមនុស្សប៉ុណ្ណោះនោះទេពួកគេត្រូវបានរួមរំលាយចូលគ្នាដើម្បីបង្កើតឲ្យមានអ្វីដែលថ្មីតាមរយៈសេចក្តីតាំងសញ្ញាដែលទ្រទ្រង់ដោយព្រះប៉ុន្តែពិតប្រាកដណាស់ការធ្លាក់ចុះក្នុងអំពើបាបនៅក្នុងព្រះគម្ពីរលោកុបាទជំពូក3បានផ្លាស់ប្ដូរអាពាហ៍ពិពាហ៍រួមជាមួយអ្វីៗផ្សេងទៀតជារៀងរហូតផងដែរបាទបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាគោលបំណងនៃគោលការណ៍គឺនៅពេលដែលដំណើរការរឿងប្រោសលោះនៃព្រះគម្ពីរបានលាតត្រដាងនៅក្នុងលទ្ធផលបន្ទាប់ពីការធ្លាក់ចុះក្នុងអំពើបាបនោះជីវិតអាពាហ៍ពិពាហ៍ក៏ត្រូវបានបន្តកើតឡើងនៅក្នុងភាពខុសឆ្គងយ៉ាងអាក្រក់នៅក្នុងដៃមនុស្សមានបាបចាបងប្អូនស្ត្រីដោយឆ្លងកាត់ការបរាជ័យរបស់ពួកអាយកោនិងចូលទៅក្នុងទីរហោស្ថានជាមួយប្រជាជនអ៊ីស្រាអែលពេលនោះព្រះជាម្ចាស់បានប្រទានឲ្យពួកគេនៅច្បាប់អំពីអាពាហ៍ពិពាហ៍នៅក្នុងកានគម្ពីរនិក្ខមណាំង
ព្រះជាម្ចាស់បានបង្គាប់ដល់ប្រជារាស្ត្ររបស់ព្រះអង្គថាមិនឲ្យគេរៀបការជាមួយកូនស្រីនៃសាសលើទឹកដីដែលទ្រង់នឹងប្រទានដល់ពួកគេឡើយពីព្រោះស្ត្រីទាំងនោះនឹងនាំឲ្យពួកគេដើរចេញពីព្រះហើយរត់តាមរូបព្រះคล้ายៗផ្សេងៗបងប្អូនអាចរកសាច់រឿងនេះឃើញនៅក្នុងព្រះគម្ពីរនិខាម៉ាណាំងជំពូក34ខ11ដល់ខ16ចាការនេះក៏ត្រូវបានបញ្ជាក់ឡើងវិញនៅក្នុងកានគម្ពីរចោទយកថាមុនពេលដែលពួកគេឆ្លងចូលទឹកដីសន្យាគឺនៅក្នុងកានគម្ពីរចោទយកថាជំពូក7ខ3ដល់ខ4ហើយនៅក្នុងកានគម្ពីរនេហេមៀក៏សង្កត់ធ្ងន់លើប្រធានបទនេះម្ដងទៀតនៅក្នុងពិធីតាំងសេចក្តីសញ្ញាឡើងវិញដែលមានពណ៌នានៅក្នុងជំពូក10គឺនៅពេលដែលពួកនីរ៉ូតេបានត្រឡប់មកពីបាប៊ីឡូនវិញបាទបងប្អូនទាំងអស់គ្នាខណៈពេលដែលពាក្យបញ្ជានេះស្ដាប់ទៅទំនងជាប្លែកនៅក្នុងត្រចៀករបស់យើងនៅក្នុងសតវត្សទី21នេះក៏យើងត្រូវតែចងចាំថាការហាម5របស់ព្រះទាស់ប្រឆាំងនឹងប្រជារាស្ត្ររបស់ព្រះអង្គក្នុងការរៀបការមិនមែនជាការរើសអើងជាតិសាសន៍ទេប៉ុន្តែគឺខាងសាសនាវិញព្រះជាម្ចាស់យកព្រះទ័យទុកដាក់ជាមួយនឹងភាពបរិសុទ្ធនៃការថ្វាយបង្គំរបស់ប្រជារាស្ត្ររបស់ទ្រង់មិនមែនភាពបរិសុទ្ធនៃខ្សែស្រឡាយរបស់ពួកគេឡើយតម្រូវការសម្រាប់ការហាម5នេះប្រហែលជាត្រូវបានចង្អុលបង្ហាញយ៉ាងច្បាស់បំផុតនៅក្នុងជីវិតស្ដេចសាឡូមោនចាត្រូវឲ្យបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាស្ដេចសាឡូមោនបានផ្គាប់ព្រះទ័យដល់ព្រះជាម្ចាស់តាមរយៈការទូលសូមតែប្រាជ្ញាមួយមុខដើម្បីដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គហេតុនេះព្រះជាម្ចាស់ក៏បានប្រទានឲ្យទ្រង់នូវទ្រព្យសម្បត្តិនិងប្រាជ្ញាដែលលោកីទាំងមូលមិនដែលស្គាល់មនុស្សម្នាធ្វើដំណើរមកពីគ្រប់ទិសទីនៃពិភពលោកនៅពេលនោះដើម្បីស្វែងយល់អំពីប្រាជ្ញានិងការគ្រប់គ្រងរបស់ទ្រង់ហើយពួកគេក៏សរសើរដំកើងដល់ព្រះដោយសារទ្រង់ប៉ុន្តែជាសោកនាដកម្មស្ដេចសាឡូមោនបានរៀបការជាមួយស្រីសាសដទៃជាច្រើនជាតិសាសន៍ដែលបានបង្វែរព្រះទ័យទ្រង់ចេញឆ្ងាយពីព្រះជាម្ចាស់ហើយព្រះទ័យទ្រង់មិនបានស្មោះត្រង់នៅចំពោះព្រះយេហូវ៉ាជាព្រះនៃទ្រង់ទេបាទត្រូវហើយពិសីចា៎ស្ដេចសាឡូមោនដែលមានការបំពេញយ៉ាងបរិបូរណ៍ដោយប្រាជ្ញានៃព្រះជាម្ចាស់នៅតែបានបែរចេញពីការថ្វាយបង្គំព្រះដ៏ពិតដោយសារទ្រង់បានរៀបការជាមួយស្ត្រីទាំងនោះដែលមិនបានស្រឡាញ់ព្រះដ៏ពិតនោះឡើយដូច្នេះហើយហេតុអ្វីបានជាមនុស្សជាច្រើនអ្នកនៅគិតថាយើងនឹងដូចជាស្ដេចសាឡូមោនមែនទេចាវាគឺជារឿងមិនពិតប៉ុន្តែខ្ញុំមិនដែលបានជួបជាមួយគ្រីស្ទានណាដែលមានប្តីឬប្រពន្ធដែលមិនបានជួយឲ្យជំនឿពួកគេលូតលាស់កាន់តែខ្លាំងហើយកាន់តែជិតស្និទ្ធជាមួយព្រះនោះឡើយវាគឺដូច្នោះពីព្រោះនៅពេលដែលគ្រីស្ទានរៀបការជាមួយអ្នកមិនជឿនោះគាត់ត្រូវបានផ្សារភ្ជាប់ទៅក្នុងការរួមគ្នាជាមួយលោកីជំនឿគ្រីស្ទានមិនមែនគ្រាន់តែភ្ជាប់ឡើយប៉ុន្តែបានរំលាយចូលគ្នាទៅក្នុងរបៀបដែលមិនកើតខ្លាចព្រះជាមួយប្តីឬប្រពន្ធដែលបដិសេធរបៀបនៃនគរព្រះបាទបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាប៉ុន្តែនោះគឺពួកអ៊ីស្រាអែលចុះអំពីក្រុមជំនុំវិញនៅពេលដែលប្រវត្តិសាស្ត្រនៃការប្រោសលោះបានរីកចម្រើនហួសពីអង្គភាពភូមិសាស្ត្រនយោបាយនៃសាសអ៊ីស្រាអែលដោយកំណត់ឡើងដោយការតាំងសេចក្តីសញ្ញាចាស់តាមរយៈឈើឆ្កាងនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូវគ្រីស្ទហើយបន្តចូលទៅក្នុងយុគសម័យក្រុមជំនុំតាមរយៈការតាំងសេចក្តីសញ្ញាថ្មីនោះគោលការណ៍គឺនៅតែដដែលទេអាពាហ៍ពិពាហ៍មិនបានផ្លាស់ប្ដូរឡើយហើយព្រះជាម្ចាស់ក៏មិនប្រែប្រួលដែរទោះបីជាព្រះរាជរបស់ព្រះគ្រីស្ទមិនមែនកំណត់ដោយព្រំដែនខាងរូបកាយក៏ដោយតែគឺបានពង្រីកទៅកាន់ចុងបំផុតនៃផែនដីនោះប្រជារាស្ត្ររបស់ព្រះនៅតែជាសាសបរិសុទ្ធហើយត្រូវបានត្រាស់ហៅឲ្យរស់នៅដោយបរិសុទ្ធដូចជាព្រះអម្ចាស់ទ្រង់បរិសុទ្ធផងដែរចាត្រូវឲ្យបងប្អូនអ្នកស្ដាប់ទាំងអស់គ្នានៅពេលដែលសាវកប៉ូលបានបញ្ជាក់ឡើងវិញនៅក្រមសីលធម៌អាពាហ៍ពិពាហ៍នៅក្នុងសម្បត្តិរបស់គាត់ទៅកាន់ក្រុមជំនុំកូរិនថូសគឺគាត់បានទទួលស្គាល់ថានៅពេលដែលនរណាម្នាក់បានក្លាយជាគ្រីស្ទានខណៈពេលដែលបានរៀបការជាមួយអ្នកដែលមិនជឿរួចហើយនោះគាត់មិនគួររកការលែងលះគ្នាឡើយការនេះបង្ហាញថាជាទូទៅព្រះឲ្យតម្លៃលើអាពាហ៍ពិពាហ៍ទោះបីជាយ៉ាងណាក៏ដោយក៏គាត់បានប្រាប់អ្នកដែលមិនទាន់រៀបការថាបើពួកគេចង់រៀបការនោះពួកគេគួររៀបការតែនៅក្នុងព្រះអង្គម្ចាស់នៅកន្លែងផ្សេងទៀតដោយនិយាយឲ្យទូលំទូលាយអំពីក្រុមជំនុំសាវកប៉ូលបានពន្យល់ថាយើងមិនគួរទំនំស្រៀកជាមួយអ្នកមិនជឿឡើយនៅក្នុងព្រះគម្ពីរកូរិនថូសខ្សែទី2ចំពុក6ខ14ពីព្រោះវាបំពល់ការថ្វាយបង្គំរបស់យើងតាមរយៈការបដិសេធជាមូលដ្ឋានលើនិស្ស័យថ្មីរបស់យើងនៅក្នុងព្រះគ្រីស្ទ
បាទបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាយើងនឹងមកដឹងអំពីគោលបំណងចម្បងនៃជីវិតអាពាហ៍ពិពាហ៍ហេតុអ្វីបានជាលោកអ្នកប្រាថ្នាចង់រៀបការប្រហែលជាចង់បានភាពដៃគូឬក៏ប្រហែលជាលោកអ្នកកំពុងស្វែងរកមនុស្សល្អមែនទេពិសីចា៎ជាម្នាក់ដែលលោកអ្នកនឹងរៀបការជាមួយហើយចាប់ផ្ដើមគ្រួសារជាមួយផងដែរទាំងនេះមិនមែនជាបំណងប្រាថ្នាអាក្រក់ទេប៉ុន្តែយើងត្រូវតែព្យាយាមដាក់បំណងប្រាថ្នារបស់យើងនៅក្រោមបំណងព្រះハរតីដែលព្រះបានបើកសម្ដែងហើយរស់នៅឲ្យបានសមស្របតាមគោលបំណងរបស់ព្រះអម្ចាស់វិញយើងត្រូវតែសួរថាតើអ្វីជាគោលបំណងនៃជីវិតអាពាហ៍ពិពាហ៍របស់អស់លោកអ្នកបងប្អូនចាបងប្អូនអ្នកស្ដាប់ទាំងអស់គ្នានៅពេលដែលសំពៅលើកក្តោងរបស់វានឹងត្រូវកម្លាំងខ្យល់បក់ឲ្យចេញទៅទោះបីនោះជាចេតនាឬក៏អត់ក៏ដោយនេះជារបៀបដែលវាត្រូវបានរចនាឡើងហើយនៅពេលដែលបុរសឬស្ត្រីដែលមិនជឿព្រះយេស៊ូវបានបដិញ្ញាក្នុងអាពាហ៍ពិពាហ៍ពេញមួយជីវិតនឹងបន្តស្មោះត្រង់ចំពោះគ្នាហើយចាប់ផ្ដើមគ្រួសារនោះពួកគេនឹងត្រូវបក់នាំទៅដោយខ្យល់ជាមិនខានព្រះទ្រង់ស្រឡាញ់ស្ថាប័នអាពាហ៍ពិពាហ៍ហើយអ្នកមិនជឿអាចមានជីវិតអាពាហ៍ពិពាហ៍យ៉ាងល្អបានហើយធ្វើបានយ៉ាងល្អនៅក្នុងការរួមរស់របស់ពួកគេប៉ុន្តែគ្រីស្ទបរិស័ទមិនមែនគ្រាន់តែចាប់អារម្មណ៍ក្នុងការចេញដំណើរនៅពេលដែលខ្យល់បក់ឡើយតែចាប់អារម្មណ៍ក្នុងការនាំមកនូវសេចក្តីអំណរដល់ព្រះអធិការដែលបានបង្កើតសំពៅនោះវិញបាទពិតណាស់ពិសីចា៎ជីវិតអាពាហ៍ពិពាហ៍ដូចជាជីវិតគ្រីស្ទានទូទៅគឺសម្រាប់គោលបំណងចុងក្រោយនៃការថ្វាយសិរីល្អដល់ព្រះជាម្ចាស់នៃយើងហើយនៅពេលដែលយើងរស់នៅជីវិតរបស់យើងសម្រាប់គោលបំណងមួយនេះនោះយើងនឹងរកបានសេចក្តីអំណរជាមិនខានចា៎លោកសាវកប៉ុលបានប្រាប់យើងយ៉ាងច្បាស់ថានៅពេលដែលប្តីបន្តលះបង់ការបំពេញតម្រូវចិត្តខ្លួនឯងហើយប្រពន្ធបន្តចោះចូលដោយក្តីស្រឡាញ់ចំពោះភាពជាអ្នកដឹកនាំដែលមានការលះបង់របស់ប្តីនោះដំណឹងល្អនៃអង្គព្រះយេស៊ូវគ្រីស្ទនឹងត្រូវបានបង្ហាញទៅដល់លោកីទាំងមូលតាមរយៈព្រះគម្ពីរអេពីសូតជំពូក5ខ21ដល់ខ33នៅក្នុងជីវិតអាពាហ៍ពិពាហ៍ប្តីនិងប្រពន្ធត្រូវតែព្យាយាមរស់នៅក្នុងជីវិតជាគំរូនៃសេចក្តីស្រឡាញ់របស់អង្គព្រះយេស៊ូវគ្រីស្ទមែនអត់ពិសីចា៎តើយើងរំពឹងថាជីវិតអាពាហ៍ពិពាហ៍របស់យើងនឹងឆ្លុះបញ្ចាំងយ៉ាងពេញលេញអំពីសេចក្តីអាចកំបាំងដ៏ជ្រាលជ្រៅនេះបានយ៉ាងដូចម្តេចកើតប្រសិនបើយើងមានចេតនាតាំងសេចក្តីសញ្ញាជាមួយនរណាម្នាក់ដែលមិនបានជឿថាអង្គព្រះយេស៊ូវគ្រីស្ទគឺជាព្រះអម្ចាស់ចាបងប្អូនស្ត្រីចូលរក្សាគោលបំណងនៃការរួមគ្នានៅពីមុខនឹងជាចំណុចស្នូលវាគឺជាសេរីល្អនិងព្រះកិត្តិនាមរបស់ព្រះហើយជាបំណងប្រាថ្នារបស់ព្រះវិញ្ញាណក្នុងការបន្តជំរុញដំណឹងល្អរបស់ទ្រង់ទៅមុខដែលបញ្ជាក់យើងអំពីរបៀបដែលយើងមើលទៅកាន់ជីវិតអាពាហ៍ពិពាហ៍ដូច្នេះយើងរួបរวมខ្លួនយើងក្នុងជីវិតអាពាហ៍ពិពាហ៍ជាមួយនរណាម្នាក់ដែលនឹងជួយយើងឲ្យរត់ក្នុងទីប្រណាំងដោយមានស្ថិរភាពថ្វាយបង្គំព្រះជាម្ចាស់តាមការណែនាំរបស់ទ្រង់ហើយប្រកាសដំណឹងល្អរបស់ទ្រង់ទៅកាន់លោកីទាំងមូលត្បិតនេះជាសេរីល្អរបស់ទ្រង់និងជាប្រយោជន៍ដល់យើងបាទបងប្អូនស្ត្រីទាំងអស់គ្នាមេរៀនរបស់យើងនៅពេលនេះរៀបដល់ចូលទីបញ្ចប់ហើយឥឡូវនេះសូមបងប្អូនបានសម្រុំចិត្តចូលរួមអធិដ្ឋានជាមួយនឹងពិសីអោព្រះវរបិតាដែលគង់នៅស្ថានសួគ៌ទ្រង់ជាព្រះដែលបង្កើតអាពាហ៍ពិពាហ៍និងបានផ្សំផ្គុំកូនទាំងអស់គ្នាឲ្យរួមដំណើរជីវិតជាមួយគ្នាសូមឲ្យកូនទាំងអស់គ្នាបានរក្សាចំណងនឹងការផ្សំផ្គុំពីទ្រង់ឲ្យនៅគង់វង្សព្រះអង្គអើយសូមឲ្យកូនទាំងអស់គ្នាបានរស់នៅជាគំរូនិងថ្វាយសិរីរុងរឿងដល់ទ្រង់ជាពិសេសសូមឲ្យកូនគ្រប់គ្នាបានយល់ពីអត្ថន័យនៃអាពាហ៍ពិពាហ៍ពិតប្រាកដយើងខ្ញុំសូមថ្វាយបងប្អូនអ្នកស្ដាប់ទាំងអស់ទៅក្នុងព្រះហស្ថដ៏មានអំណាចព្រះជេស្តារបស់ទ្រង់គឺនៅក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបាទកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមបានដល់ពេលវេលាដែលត្រូវគោរពលាដល់បងប្អូនស្ត្រីហើយចា៎យើងទាំងពីរនាក់សង្ឃឹមថាកម្មវិធីរបស់យើងនៅថ្ងៃនេះនឹងបានលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាហើយក៏សង្ឃឹមថាបងប្អូននឹងយកអ្វីដែលយើងខ្ញុំបានជម្រាបជូននៅថ្ងៃនេះទៅពិចារណាជាមួយគ្នាផងដែរចាប្រសិនបើបងប្អូនមានចម្ងល់ឬមានអ្វីចង់ឲ្យយើងខ្ញុំអធិដ្ឋានឲ្យបងប្អូនអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ092
60 60 51គឺលេខ092 60 60 51ឬតាមរយៈ Telegram លេខ092 60 60 51គឺលេខ092 60 60 51ឬតាមរយៈ Facebook Page TikTok និង YouTube ឈ្មោះកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមនោះយើងនឹងរីករាយស្វាគមន៍ដល់អ្នកកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមផលិតឡើងដោយអង្គការសកលកម្ពុជាកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមសូមលំអរការជម្រាបលាប្រិយមិត្តអ្នកស្ដាប់ត្រឹមតែប៉ុណ្ណេះសិនចាសសន្យាថានឹងវិលមកជួបគ្នាម្ដងទៀតនៅសប្តាហ៍ក្រោយតាមពេលវេលាដដែលនិងម៉ោងដដែលរស់នៅត្រូវតែមានសង្ឃឹមសូមជម្រាបលាសូមព្រះប្រទានពរ